ao vô lương cho vay thì ai trong vay mà vay mà đôi phật manh cho môi lúc trong phong tà lai sập ca nơi trời chắn vì trồ màu tháng lại ban phải giỏi ấy nè lại ban phải giỏi ấy nhom tha nhom lại đầm bay áo phải chia chun mẹ đăng áo bị phúc lúc dương đăng tha thay cầm phong liên biên dương nè hay dương ca ngắt nghiêm bao dương mình men dương cho tranh tê dương rẽ xa dụ chỉ vật con top rẽ xa dụ chỉ vật poli và chia chun dương nè tốt ở ca ở nã đất nôm bao dương quạt thưa ca ta mà chịu bài ca tu bắp ăn rạ chết dương mà ái thưa ta mà rong dương ô vay tư banh tư xuôn là na này banh là na này slap và chia chun dương con top dương nè chân ấy ca ắt mút nè ca phùm chụp gì cái đội phùm bơi chăn tục bây chia ở nhà thô thầy để hiền thầy cầm riêng cầm hai chặt luôn cầm riêng cầm hai rồi te cầm riêng cầm hai mình đánh tranh cái đó cứ ắt tranh cứ nơi luôn nực nóng phun than rồi bọc luôn thò mà đá trộm ca do chất tục đặc nè ca pía rồi bọc con cầm lăng chua mốc ở đôi chiên là có bao chua mốc dương mà chẳng dương miền một tận phiếp này này phải chia bọt dương nè ông ai là hàng ấp từ nào cho te ấp kla ca bằng phật bằng phi nè ấp kla ca phật thấy tê chẳng bàn tha này hay đại mai dương khăng đà khăng hay có xôm cao tà xa nơi vì đẹp phiếp ông ai là hàng rồi bọc con tọp chùa mục bali chùa mục bỏ dương rùm tiền ở nhà thô vẹn con cốc lùm đọc này đầu tiên luôn từ thà khát không tiền giúp tiền ngày nhom nơi tí ní bản nhom đăng thà na thời ca na mình thời ca bộ dương tận óc này không nè xong bay để bóng ôn nè xa bò rồi có không đái không bình chân xâm lên để ai bị phục lục bản đăng nè bị phục lục bản đăng dương một vì thà bản bò rồi xem chả nè nơi tí ní bà dương bản thưa sẽ mà phiếp họp sai mình to con là cốc rất ca cốc hai ca tận óc đại thầy trên tiền dương óc mình lại bằng bò rồi ấy bà lời này nhom miền đầm năng thay môi làm bay chấm riệp chun bóng ôn dương để nhom sầm lại chất lại đến ngày ní cứ vẹn con tên năngกระทรวงการบอเต้กัมพูชีdương năngกระทรวงการบอเต้ไทยบานเพื่อการจุประชุมนี้โดยมีการสำรวจสำรวจปีมาเลเซียnăngสหรัฐอเมริกบานฉันเพียงส่งอ่านในคำซาได้ยมโดสรองแต่งสรองใจปีตมพอ Facebook เพื่อการบอกไอ้ดำประสิทธิ์อุปอยู่รอมไตรกระทรวงการบอเต้บานในថ្ងៃที่10 ปีแค่ตุลาឆ្នាំ 2025 ឯកឧត្តមបញ្ញរដ្ឋមន្ត្រីប្រសិទ្ធខុនរដ្ឋមន្ត្រីក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិបានអញ្ជើញចូលរួមកិច្ចប្រជុំចតុភាគីរវាងកម្ពុជាថៃម៉ាឡេស៊ីនិងសហរដ្ឋអាមេរិកតាមការអញ្ជើញរបស់ឯកឧត្តមដាតូសេរីអាន់វ៉ាប៊ីនអ៊ីប្រាហ៊ីមនាយករដ្ឋមន្ត្រីនៃប្រទេសម៉ាឡេស៊ីអង្គប្រជុំបានបង្ហាញពីបំណងប្រាថ្នារួមដើម្បីសន្តិភាពនិងស្ថិរភាពរវាងកម្ពុជានិងថៃក៏ដូចជានៅក្នុងតំបន់ទាំងមូលការនេះបានបញ្ជាក់ជាថ្មីនៃការបដិញ្ញាចិត្តយ៉ាងមុតមមក្នុងការដោះស្រាយចំនួនដោយសន្តិវិធីការមិនប្រើកម្លាំងនិងការគោរពច្បាប់អន្តរជាតិនៅក្នុងសន្ទរកថាបើកឯកឧត្តមឧបនាយករដ្ឋមន្ត្រីបានសម្ដែងការកោតសរសើរដ៏ស្មោះស្ម័គ្រចំពោះប្រទេសម៉ាឡេស៊ីនិងសហរដ្ឋអាមេរិកលើកិច្ចខិតខំប្រឹងប្រែងប្រកបដោយនៃស្ថាបនាក្នុងការសម្របសម្រួលកិច្ចប្រជុំចតុភាគីនេះឯកឧត្តមឧបនាយករដ្ឋមន្ត្រីបានគូបញ្ជាក់ពីសារៈសំខាន់នៃការធានានៃការអនុវត្តឲ្យបានពេញលេញនិងប្រសិទ្ធភាពនៅលក្ខខណ្ឌបទជប់បាញ់គ្នានិងកិច្ចព្រមព្រៀងទាំងអស់ដែលសម្រេចបានក្រោមក្របខ័ណ្ឌនៃគណៈកម្មការព្រំដែន GBC គណៈកម្មការព្រំដែនថ្នាក់យុទ្ធភូមិភាគ RBC និងគណៈកម្មការចម្រុះព្រំដែន JBC ដោយសង្កត់ធ្ងន់ថាភាពសុចរិតត្រូវតែបង្ហាញតាមរយៈសកម្មភាពពិតប្រាកដនៅទីកន្លែងឯកឧត្តមបញ្ញរដ្ឋមន្ត្រីបានគូបញ្ជាក់ថាក្នុងនាមជាប្រទេសដែលមានស្លាកស្នាមបង្កដោយចំនួនជាច្រើនទសវត្សរ៍ក៏អាចថារាប់សតវត្សរ៍ប្រទេសកម្ពុជាដឹងច្បាស់អំពីផលវិបាកដ៏អាក្រក់នៃសង្គ្រាមការនេះបង្ហាញយ៉ាងច្បាស់ថាហេតុអ្វីបានជាយើងតែងតែចាត់ទុកសន្តិភាពជាទ្រព្យសម្បត្តិដ៏មានតម្លៃបំផុតរបស់យើងឯកឧត្តមឧបនាយករដ្ឋមន្ត្រីបានបន្តថាកម្ពុជាបានប្រកាន់ជំហរយ៉ាងខ្ជាប់ខ្ជួនក្នុងការដោះស្រាយវិវាទដោយសន្តិវិធីអនុលោមយ៉ាងពេញលេញតាមច្បាប់អន្តរជាតិយើងគ្មានបំណងចង់យកអ្វីដែលមិនមែនជារបស់យើងទេប៉ុន្តែទន្ទឹមនឹងនោះយើងនឹងមិនទទួលយកការបាត់បង់នៅអ្វីដែលជាកម្មសិទ្ធិរបស់យើងដោយត្រឹមត្រូវនោះទេ
អ្វីដែលយើងស្វែងរកគឺដំណោះស្រាយប្រកបដោយយុត្តិធម៌មិនលំអៀងនិងផ្អែកលើច្បាប់ដែលអាចធានាបាននូវសន្តិភាពយូរអង្វែងសម្រាប់ប្រជាជនយើងក្នុងន័យនេះឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រាក់សុខុនបានលើកឡើងអំពីការងារអធិភាពសំខាន់មួយចំនួនដែលភាគីទាំងពីរឯកភាពគ្នានៅពេលថ្មីនេះដើម្បីរួមគ្នាកាត់បន្ថយភាពតានតឹងកសាងទំនុកចិត្តឡើងវិញពង្រឹងកិច្ចសហប្រតិបត្តិការរួមមានការដកទៅវិញទៅមកអាវុធធុនធ្ងន់ការដោះមីនមនុស្សធម៌ការប្រយុទ្ធប្រឆាំងនឹងប្រតិកម្មឆ្លងដែនការគ្រប់គ្រងការតាំងលំនៅឋានរបស់ជនស៊ីវិលនៅតាមព្រំដែននិងការប្រឆាំងព័ត៌មានមិនពិតជាដើមឯកឧត្តមឧបនាយករដ្ឋមន្ត្រីបានគូបញ្ជាក់ជាថ្មីនៃការបដិញ្ញាចិត្តរបស់កម្ពុជាក្នុងការធ្វើការជាមួយប្រទេសថៃក្នុងនាមជាអ្នកជិតខាងអចិន្ត្រៃយ៍ក្នុងការបំពេញនៅការទទួលខុសត្រូវរួមដើម្បីស្ដារប្រកបដោយភាពសន្តិភាពស្ថិរភាពនិងវិបុលភាពរវាងប្រទេសនិងប្រជាជនទាំងពីរបាទនេះជាអ្វីដែលខ្ញុំបានអានខ្លឹមសារទាំងស្រុងដកចេញពីទំព័រ Facebook ផ្លូវការរបស់អាដាមប្រាក់សុខុនបាទគឺក្រោមការសម្របសម្រួលរបស់នាយករដ្ឋមន្ត្រីម៉ាឡេស៊ីណា4ភាគីមានសហរដ្ឋអាមេរិកក៏ចូលរួមដែរខាងថៃមានរដ្ឋមន្ត្រីការបរទេសថៃខាងកម្ពុជាមានរដ្ឋមន្ត្រីការបរទេសកម្ពុជាម្សិលមិញនេះគឺបានជួបប្រជុំគ្នាបាទដើម្បីស្វែងរកនៅគេហៅថាមធ្យោបាយណាមួយដើម្បីបន្ធូរបន្ថយនូវភាពតានតឹងជានិច្ចកាលគឺកម្ពុជាយើងគឺតែងតែប្រកាន់ខ្ជាប់នៅការគោរពដោយអបលក្ខខណ្ឌគោរពដោយមឹងម៉ាត់ម៉ត់ចត់នៅបទឈប់បាញ់គ្នាយើងមិនដែលធ្វើការចល័តតបមិនដែលបង្កើនសភាវុធអីនៅតាមព្រំដែនទេផ្ទុយទៅវិញមានតែខាងថៃប៉ុណ្ណោះដែលតែងតែបង្កហេតុម្ដងហើយម្ដងទៀតការផ្ទុះអាវុធណាបាញ់ផ្លោងឬការធ្វើសកម្មភាពញុះញង់ផ្សេងជាច្រើនលើកច្រើនសារជាក់ស្ដែងករណីចាប់ទាហានកម្ពុជាក្រោយបទឈប់បាញ់គ្នានេះគឺជាទង្វើមួយដែលរំលោភទៅលើបទឈប់បាញ់គ្នារបស់ភាគីថៃឥឡូវនេះមេតបរបស់ថៃភូមិភាគ2ដែលទើបនឹងឡើងកាន់តំណែងបានប្រកាសទុកពេល24ម៉ោងដើម្បីវាយយកប្រាសាទតាកបីនិងប្រាសាទខ្នាណានេះគឺជាអ្វីដែលជាការបង្កហេតុមានន័យថារដ្ឋមន្ត្រីការបរទេសថៃបានទៅប្រជុំជាមួយរដ្ឋមន្ត្រីការបរទេសកម្ពុជាជាមួយដល់ក្រោមការសម្របសម្រួលរបស់សហរដ្ឋអាមេរិកនិងម៉ាឡេស៊ីម្សិលមិញត្រឡប់មកវិញបែរជាទាហានភូមិភាគ2ប្រកាសធ្វើសង្គ្រាមជាមួយកម្ពុជារយៈពេល24ម៉ោងទៀតដើម្បីវាយយកប្រាសាទខ្នានិងប្រាសាទតាកបីបាទឥឡូវបងប្អូនយើងមើលយើងទៅស្ដាប់យ៉ាងម៉េចបើរដ្ឋមន្ត្រីការបរទេសរដ្ឋាភិបាលនិយាយផ្សេងរដ្ឋាភិបាលថៃណាទាហានថៃនិយាយផ្សឹងតើប្រទេសមួយនេះគ្រប់គ្រងរដ្ឋដោយរបៀបណាគ្រប់គ្រងរដ្ឋដោយរបៀបណាឥឡូវនេះមេភូមិភាគគេប្រកាសធ្វើសង្គ្រាមណាវាយយកប្រាសាទខ្នាប្រាសាទតាកបីបាទនេះគឺជាការប្រកាសបំពេញលើបទឈប់បាញ់គ្នារំលោភធម្មនុញ្ញអាស៊ានរំលោភច្បាប់អន្តរជាតិណាយើងឃើញហើយយើងអត់មានដែលទៅឈ្លានពានគេទេប្រាសាទតាកបីជារបស់ខ្មែររាល់ថ្ងៃគឺខ្មែរយើងគ្រប់គ្រងអ្វីត្បិតតែពួកក្បត់ជាតិសំរងស៊ីនិងពួកបំពល់ព័ត៌មានរបស់ពួកប្រឆាំងនាំគ្នាផ្សាយថាប្រាសាទតាកបីនេះស្ថិតនៅក្នុងកោងការគ្រប់គ្រងរបស់កងទ័ពថៃក៏ដោយនៅថ្ងៃនេះមេភូមិភាគថៃទី2នេះបានប្រកាសកាន់តែច្បាស់ណាគេវាយ24ម៉ោងទៀតគេនឹងវាយយកប្រាសាទតាកបីអញ្ចឹងបើសិនជាប្រាសាទតាកបីនេះស្ថិតនៅក្នុងដៃថៃដោយពួកអក្បត់ជាតិសំរងស៊ីនិងពួកប្រព័ន្ធផ្សព្វផ្សាយរបស់ពួកប្រឆាំងនៅក្រៅប្រទេសវាផ្សាយថាប្រាសាទតាកបីនេះស្ថិតនៅក្នុងដៃថៃមែនថៃវាប្រកាសវាយយកធ្វើអីណាថៃវាប្រកាសវាយយកធ្វើស្អីណាអញ្ចឹងការប្រកាសរបស់ថៃគឺជាអញួរមួយសំពងក្បាលពួកអក្បត់ជាតិដែលកំពុងធ្វើព័ត៌មានបំភ្លៃបំពុលសង្គមយើងនេះណាបំពុលសង្គមយើងនេះណាបងប្អូនស្ដាប់ឲ្យតន់ណាពួកអក្បត់ជាតិណាសំរងស៊ីនេះវានាំគ្នាប្រកាសក្រុមបរិវារវាប្រមាណអ្នកហ្នឹងពួកក្រុមបំពុលសង្គមហ្នឹងវាផ្សាយថាប្រាសាទតាកបីប្រាសាទតាមន់តូចតាមន់ធំអីសាសៀមយកហើយប៉ុន្តែផ្ទុយទៅវិញរាល់ថ្ងៃនេះសៀមប្រកាសវាយយកវិញអញ្ចឹងពាក្យវាយយកវិញបានន័យថាប្រាសាទទាំងអស់ហ្នឹងគឺនៅក្នុងដីខ្មែរអ្នកគ្រប់គ្រងបើសៀមគ្រប់គ្រងសៀមវាយយកធ្វើអីប្រកាសវាយយកធ្វើអីណាអានេះហើយដែលខ្ញុំចង់បញ្យល់បន្ថែមណាបញ្យល់បន្ថែមបាទអញ្ចឹងខ្ញុំតែងតែបញ្យល់ខ្ញុំមិនដែលលាក់បាំងព័ត៌មានទេខ្ញុំចំណាយច្រើនណាស់ពេលវេលាខ្ញុំសេចក្តីសុខផ្ទាល់ខ្លួនខ្ញុំគឺខ្ញុំចង់ដឹងការពិតនៅទីនេះបាទខ្ញុំធ្វើការគ្មានប្រាក់ខែ
គ្មានតួនាទីក្នុងរាជការគ្មានបនសក្តិណៈអីទេបាទតែដើម្បីបុព្វហេតុជាតិនៅពេលដែលជាតិរងការឈ្លានពានក្នុងនាមជាពលរដ្ឋម្នាក់ត្រូវតែចូលរួមណាមិនបាច់ចាំតតែមានតួនាទីមានឋានៈបនស័ក្តិអីទេយើងជាប្រជារាស្ត្រក៏មានអំណាចការពារទឹកដីក៏មានភារកិច្ចត្រូវរួមគ្នាការពារទឹកដីយើងដែរបាទអញ្ចឹងយើងកំពុងតែធ្វើរាល់ថ្ងៃនេះគឺយើងកំពុងធ្វើដើរលើផ្លូវត្រូវរបស់យើងហើយយើងស្ដាប់យើងទៅទីកន្លែងណាយើងត្រូវស្ដាប់មេបញ្ជាការសមរភូមិនៅកន្លែងនោះមិនយើងរះមិនយើងកសែតមិនយើងនេះយើងចេះទៅធ្វើតាមអំពើចិត្តទេពីព្រោះនៅក្នុងសមរភូមិមួយគេមានមេបញ្ជាការសមរភូមិរបស់គេដឹកនាំបញ្ជាប្រយុទ្ធនៅកន្លែងណាកងទ័ពលេនឋានអីគេនៅកន្លែងណាយើងមិនអាចទៅថតបានទេមិនដូចពួកអាខ្លះវាចេះតែទាថាំងអត់មានទាហានណាបើវាឆ្លាតពេលខ្ញុំឡាយវាមើលឃើញហើយពួកពេលខ្លះខ្ញុំទាញចំប៉ះឃើញទាហានម្ដងម្កាលដែរហើយសំបីតែខ្ញុំចុះទៅឈរឡាយតាមព្រំដែនហ្នឹងក៏ទាហានប៉ូលីសឈរការពារតាមខ្លួនក្រោយខ្លួនខ្ញុំជានិច្ចពួកខ្លាចថៃចាប់ខ្លួនខ្លាចថៃធ្វើបាបធ្វើអីហ្នឹងគឺថាកងកម្លាំងជួរមុខយើងគឺការពារយើងគ្រប់ពេលការពារតែប្រើដៃទៅទេអត់ប្រើកាភ្លើងទេបាទព្រោះយើងគោរពបទឈប់បាញ់គ្នាណាយើងគោរពបទឈប់បាញ់គ្នាហ្នឹងហើយយើងរាល់ថ្ងៃនេះយើងកំពុងធ្វើបានល្អណាស់ល្អយ៉ាងម៉េចទី1យើងទប់ស្កាត់កុំឲ្យថៃបន្តការឈ្លានពានយើងណារក្សានៅស្ថានភាពដើមទី2យើងអត់ធ្មត់មិនប្រើហិង្សាតបតយើងរក្សាបាននៅអាយុជីវិតកងទ័ពអាយុជីវិតប្រជាជនបាទហើយយើងទុកឱកាសឲ្យរដ្ឋាភិបាលធ្វើការងារការទូតធ្វើការងារច្បាប់អន្តរជាតិណាយើងកំពុងដើរលើផ្លូវត្រូវយើងរួមជាមួយរដ្ឋាភិបាលរួមជាមួយកងទ័ពរួមជាមួយអាជ្ញាធរអញ្ចឹងប្រជាជនមានវិន័យណាកងទ័ពក្លាហានរដ្ឋាភិបាលឆ្លៀសវៃយើងគេចផុតពីសង្គ្រាមគេចផុតពីការស្លាប់ណាមនុស្សតិចមនុស្សដែលយល់ថាមិនក៏មិនបាញ់ទៅណាគេមកហើយមិនក៏មិនបាញ់ទៅអាពួកហ្នឹងសិតតែពួកអាម្ដាយធ្វើការងាររាជការវាអត់ដែលដឹងអីទេក្រៅតែមានទូរស័ព្ទកាចាស់មួយអង្គុយចាំទៅអង្គុយចាំខមមិនថាហ្នឹងវាអត់ដឹងអីទេបាទមិនក៏មិនបាញ់ទៅខ្ញុំថារឿងបាញ់ហ្នឹងចាំតែបាញ់ទេតាមអាអ្នកខមមិនហ្នឹងមកដល់សិនណាអាអ្នកដែលវាខមមិនថាមិនក៏មិនបាញ់ទៅខ្ញុំថាអញចាំឯងមកដល់សិនចាំឲ្យឯងទៅបាញ់ណាដោយឡែកបងប្អូននៅទីនេះគឺគោរពបទបញ្ជាអត់បាញ់ទេអាខ្លះថាម៉េចក៏មិនបាញ់ជំរាមកស៊ូទៅបាទអាខ្លះថាម៉េចក៏មិនបាញ់កភ្លើងវាទៅអូមានមតិច្រើនណាបាទអាមតិនេះគឺបង្ហាញអំពីភាពអវិជ្ជាល្ងងខ្លៅបាទអត់ដឹងថាអ្វីដែលជាការងារដឹកនាំប្រទេសយ៉ាងម៉េចទេយកអារម្មណ៍យកមកនិយាយមើលឃើញនឹងភ្នែកយកការយល់ឃើញខ្លួនឯងយកមករៀបរាប់បាទណាយើងអត់អាចការងារប្រទេសជាតិយើងអត់អាចធ្វើដោយពួកអតែស្គរអវិជ្ជាមួយចំនួនតាម Facebook ហ្នឹងទេបាទបើយើងធ្វើតាមពួកវាញុះញង់នេះយើងអត់បានឈរជើងនៅហ្នឹងទេសូម្បីតែខ្ញុំព្រៃច័ន្ទក៏ចូលមិនចុះដែរម៉ោងនេះមិនស្រួលថាមិនដឹងចេញជាស្អីទេអញ្ចឹងការទប់សភាពការឲ្យស្ងប់ស្ងាត់ល្អនេះទុកឱកាសឲ្យថ្នាក់ដឹកនាំធ្វើការងារការទូតនិងការងារច្បាប់នេះគឺមានសារៈសំខាន់ខ្លាំងណាស់បងប្អូនបាទបងប្អូនហើយប្រជាជននៅជួរមុខដែលប្រឈមជាមួយនឹងក្របកភ្លើងរបស់ថៃក៏គាត់ចង់បានអញ្ចឹងដែរក៏អត់មានចង់បានណាការប្រឈមមុខដោយហិង្សាបាញ់ទៅបាញ់មកទេក៏អត់ទេព្រោះតែក្រាបាញ់ទៅគាត់ត្រូវរត់ចោលផ្ទះរត់ចោលសបែងបាទហើយអាអ្នកថានៅក្នុង Facebook ហ្នឹងបងប្អូនអើយសំបីតែមកព្រំដែនព្រៃច័ន្ទហ្នឹងវាមកផងហើយអារឿងមកព្រៃច័ន្ទនេះវាមានរឿងរបស់វាច្រើនអាខ្លះមកគាត់ទៅថតរូបមកប្រហោះទៅវិញទៅអញមកដល់ព្រៃច័ន្ទដែរពីព្រោះព្រៃច័ន្ទនេះជោគជ័យនេះគឺជាសមរភូមិក្តៅមានបងប្អូនយើងច្រើនណាស់ដែលពួកគាត់ចូលមកពីចម្ងាយគាត់មកចូលរួមជួយប្រជាជនជួយកម្លាំងជួរមុខណាដូចជាថ្ងៃហ្នឹងអញ្ចឹងអ៊ីញ៉ាញ់គាត់ចូលមកធ្វើបបរណាគាត់មកញឹកណាគាត់អ្នកប៉ោយប៉ែតតិចគាត់ធ្វើបបរតិចគាត់ធ្វើស៊ុបតិចគាត់អីនេះហើយគឺជាទឹកចិត្តរបស់ប្រជាជនយើងដែលរួមចំណែកជួយប្រជាជននៅភូមិព្រៃច័ន្ទក៏ដូចភូមិជោគជ័យក៏ដូចជាកម្លាំងជួរមុខនៅទីនោះណាគាត់មួយថ្ងៃហ្នឹងគាត់មកបបរណាអាហ្នឹងគឺយើងទទួលស្វាគមន៍ទាំងអស់តែអ្នកខ្លះអត់ទេមកពីណាពីណីមក selfie មួយម៉ាត់ចេញទៅវិញស្រួលនិយាយបំភ្លើសបំភ្លៃការពិតនៅទីនោះព្រោះទៅបងប្អូនត្រូវយល់ឲ្យច្បាស់ថានៅព្រៃច័ន្ទប្រៀបបានដូចជាសមរភូមិក្តៅមួយចឹងបាទហើយផុយស្រួយណាស់បើសិនជាយើងគ្មានមន្ត្រីដែលមានសមត្ថភាពបើយើងមិនមានមេដឹកនាំដែលមានទេពកោសល្យណាបញ្ហានៅព្រៃច័ន្ទអាចនឹងคล้ายទៅជាករណីផ្ទុះអាវុធបានណាផ្ទុះអាវុធបានអញ្ចឹងខ្ញុំសូមកោតសរសើរណាមន្ត្រីដែលទទួលភារកិច្ចដឹកនាំនៅព្រៃច័ន្ទជោគជ័យណាបឹងតពួនបឹងអីនេះពួកគាត់ឆ្លៀសវៃណាបាទគាត់ចេះបត់បែនគាត់ចេះសម្របណាកន្លែងណាតឹងគាត់តឹងកន្លែងណាធូគាត់ធូ
นะនិយាយចំទៅគឺថាការងារគ្រប់គ្រងដឹកនាំបញ្ជានៅលើសមរភូមិវាផុយស្រួយខ្លាំងណាស់ហើយបើយើងគ្រប់គ្រងស្ថានភាពមិនបានគ្រប់គ្រងមនុស្សមិនបានណាវានឹងអាចផ្ទុះហើយដល់ផ្ទុះគឺអ្នកស្លាប់គឺពួកយើងអ្នកនៅខាងមុខនឹងឯងអាអ្នក like អាអ្នក comment នៅក្នុង Facebook ហ្នឹងវាអត់បានការទេមិនក៏មិនបាញ់ទៅមិនក៏មិនវាយទៅម្សិលមិញហ្នឹងមានបងម្នាក់ប្អូនម្នាក់នៅស្រុកប្រាំងទេមកខ្ញុំក៏លើកគាត់ថាមិនក៏យើងពេលគេតាក់ធំបាសមិនក៏បាញ់ជាពីមវាទៅខ្ញុំក៏សួរគាត់វិញថាបើយើងបាញ់ជាពីមទៅវាបាញ់កំភ្លើងមែនទែនមកងាប់ហើយបើលោកឯងនៅស្រុកប្រាំងនោះណាម្សិលមិញហ្នឹងម្នាក់ស្រុកប្រាំងម្នាក់ទេមកខ្ញុំគាត់ថាពេលវាចាក់ធំបាសចឹងបងវណ្ណៈឯងមិនក៏មិននាំគ្នាទាញកស៊ូជាពីមកស៊ូបាញ់ទៅខ្ញុំថាបាញ់បានតើបាញ់ប្រហែលក៏បានដែរបាទក៏ប៉ុន្តែសួរថាបាញ់តែជាពីមកស៊ូទៅទៅពេលបាញ់កំភ្លើងមកវិញមិនទៅងាប់អាណាអ្នកឯងនៅស្រុកប្រាំងហ្នឹងតែស្រុកខ្មែរអ្នកឯងអត់មកផងណាហ្នឹងមួយគាត់និយាយវិញហេបើវាបាញ់កំភ្លើងមកយើងបាញ់កំភ្លើងយើងវិញខ្ញុំថាបើអញ្ចឹងសង្គ្រាមដដែលហ្នឹងយើងចាំបាច់អត់ធ្មត់ធ្វើអីហើយសួរថាអ្នកឯងមកងាប់នៅស្រុកខ្មែរអត់ផងណាបាទអាហ្នឹងហើយបង្ហាញអំពីអារម្មណ៍ឆេវឆាវបើមនុស្សឆេវឆាវអញ្ចឹងគ្រប់គ្រងប្រទេសអត់បានទេធ្វើមន្ត្រីអត់បានទេខ្ញុំហើយអ្នកឆេវឆាវខ្ញុំហើយអ្នកប្រយុទ្ធបេះដូងអ្នកប្រយុទ្ធអ្នកច្បាំងបាទខ្ញុំកាន់ប្រដាប់អាវុធ30ឆ្នាំជាងហើយខ្ញុំទើបតែបោះបង់ចោលមកកាន់សារព័ត៌មានទេណាបេះដូងខ្ញុំណាក្តៅជាងអ្នកដែលអ្នកខមមិនទៀតក៏ប៉ុន្តែដើម្បីភាពសុខសាន្តដើម្បីអាយុជីវិតកងទ័ពអាយុជីវិតប៉ូលីសអាយុជីវិតប្រជាជនណាគឺយើងអត់ធ្មត់បន្តអត់ធ្មត់តទៅទៀតណាបន្តអត់ធ្មត់តទៅទៀតយើងមិនអាចនិយាយអ្វីដែលណាតាមអារម្មណ៍តាមការយល់ឃើញទាំងអស់ហ្នឹងបានទេណាអញ្ចឹងល្ងាចនេះខ្ញុំសូមឡាយបញ្ជាក់បញ្យល់អំពីបញ្ហាហ្នឹងតែប៉ុណ្្នឹងទេហើយមួយទៀតខ្ញុំបញ្ជាក់បន្ថែមទៀតពាក់ព័ន្ធនឹងរឿងអ្នកសារព័ត៌មានយើងមានច្រើនអង្គភាពមកចូលរួមខ្ញុំជាមួយក្រសួងព័ត៌មានបានឯកភាពគ្នាធ្វើរោងមួយសម្រាប់ឲ្យអ្នកសារព័ត៌មានមកមានកន្លែងជ្រកមានកន្លែងអង្គុយមានកន្លែងហូបបាយមានអីនៅជុំគ្នានៅហ្នឹងបាទចឹងបងប្អូនយើងទាំងអស់មកគឺយើងគោរពវិន័យគ្រប់អីណាអត់មានល្អក់កកអីជាមួយគ្នាទេមានម្នាក់ពីរនាក់អន់ចិត្តអន់ថ្លើមបន្តិចបន្តួចបាទយកទៅបរោះអារម្មណ៍នៅលើ Facebook ពួកអាប្រឆាំងយកទៅជេរយកទៅអីខ្ញុំឲ្យទៅជេរខ្ញុំអីជេរទៅជេរអៃដាមប៉ាន់ខេមមិនថនអីជេរទៅព្រោះរឿងដែលវាជេរហ្នឹងវាអត់ពិតទេបាទពីពួកខ្ញុំធ្វើការយកបេះដូងធ្វើការណាយកកម្លាំងយកឈាមយកជីវិតមកបដូរធ្វើការនៅទីនេះគឺអត់មានដែលទៅគម្រាមបងប្អូនអ្នកសារព័ត៌មានណាម្នាក់អត់មានទៅបំផិតបំភ័យអត់មានទៅហាមណាម្នាក់ទេណាអាចឲ្យបងប្អូនទៅសួរទៅអ្នកសារព័ត៌មានដែលមកធ្វើការជាមួយខ្ញុំមួយខែនេះណាអត់មានទេខ្ញុំមិនដែលទៅធ្វើបាបអ្នកសារព័ត៌មានណាម្នាក់អត់មានទេមានតែការផ្ដល់មតិយោបល់រៀបចំណាផ្លាស់ប្ដូរបទពិសោធន៍គ្នាចែករំលែកចំណេះដឹងគ្នារួមគ្នាធ្វើការបញ្ចេញសម្លេងទៅក្រៅជាសម្លេងជាតិតែមួយសម្លេងខ្មែរតែមួយណានិយាយអំពីតែអ្វីដែលមានផលប្រយោជន៍ចំណេញដល់ខ្មែរទេហើយពាក់ព័ន្ធរឿងឡាយរឿងអីនេះមិនមែនគ្រប់រឿងសុទ្ធតែឡាយបានទេពេលខ្លះវាយកមកអុកលុកចាក់សារឯកសារច្បាប់ប្រទេសវាអីចេះចុះឲ្យយើងទៅឡាយវាដូចយើងជួយផ្សាយឲ្យវាអញ្ចឹងយើងអាចផ្សាយបានទេយើងអាចឡាយបានទេយើងឡាយតែទាំងធ្វើទាំងឡាយណាដែលវាបង្កឲ្យធ្វើឲ្យបាត់បង់ធ្វើឲ្យប៉ះពាល់ទៅដល់ប្រយោជន៍ប្រទេសជាតិយើងអានឹងយើងនាំគ្នាផ្សាយបាទអានេះគឺរឿងសំខាន់ណារឿងព័ត៌មានមិនមែនយើងចេះតែធ្វើទេណែដោយបងអូនឡុងស្អីគេនេះស្អីឡុង cover ឡុងអីនេះអត់មានអាណាដេញគាត់ទេបាទអត់មានអាណាទេគាត់អារម្មណ៍អន់ចិត្តតិចតួចគាត់ចេញទៅគាត់ទៅប្រហោះលិចកើតទៅពួកប្រឆាំងជេរខ្ញុំពេញទឹកពេញដីទៅហើយសួរទៅឲ្យបងអូននឹងទៅឡាយថាខ្ញុំនេះដែលទៅហាមគាត់ទេអត់ដែលទេតែគ្រាន់តែថាសភាពការនៅជាយដែននៅលើសមរភូមិព័ត៌មានពេលដែលមានសភាពការអីកើតឡើងឧទាហរណ៍ថាសត្រូវគេចូលមកគ្នាតា4-10នាក់បែរជាអ្នកសារព័ត៌មានទៅ100នាក់ទៅ50នាក់វាអត់ត្រូវវាច្រើនពេកតែតើណាច្រើនពេកវាคล้ายទៅជាការប្រឈមដាក់គ្នាចឹងហើយបានថាបើគេមក20-30នាក់យើងទៅតែ4-5នាក់3-4នាក់អីចឹងទៅពួកច្រើនពេកបើយើងទៅទាំងអស់វាអត់កើតដោយម្សិលមិញមេភូមិភាគគេមកគ្នា50នាក់ទៅហ៊ានគេយកកសែតមកតែ2នាក់3នាក់ទេបាទគេយកអ្នកកសែតមកតែ3នាក់ទេហើយបើយើងទាទៅម្ដងទាំង50នាក់វាល្ងឹតមើលទៅឃើញគេថាយើងទៅបង្កហេតុបាទអញ្ចឹងហើយបានយើងណាថ្នាក់ដឹកនាំបញ្ជាការនៅទីនោះគឺមានការប្រយ័ត្នប្រយែងខ្លាំងណាស់បាទដើម្បីជៀសវាងនឹងបញ្ហាប្រឈមបាទណាពួកយើងអត់មានដែរទៅហាមទេពួកយើងធ្វើអ្វីគ្រប់បែបយ៉ាងគឺដើម្បីប្រយោជន៍រួមរបស់ជាតិយើង
មានតែពួកអាក្បត់ជាតិសំរងស៊ីពួកអាប្រឆាំងក្បត់ជាតិហ្នឹងទេមួយថ្ងៃវាមកអង្គុយញុះញង់ឲ្យយើងវាយទៅខ្ញុំចង់ឲ្យវាវាយដល់វាមកកាន់កាភ្លើងខ្ញុំសុំរដ្ឋាភិបាលឲ្យយកកាភ្លើងទៅវាយទៅឯងចង់វាយឲ្យមកវាយមកដូចព្រឹកមិញអញ្ចឹងអាមួយនោះខ្ញុំកំពុងតែឡាយសភាពការនៅព្រៃច័ន្ទវាចូលមកថាងឡាយបានប្រយោជន៍អីណាឡាយបានប្រយោជន៍អីខ្ញុំថាខ្ញុំឡាយដើម្បីឲ្យប្រជាជនខ្មែរដឹងឲ្យពិភពលោកយើងដឹងថាថៃកំពុងឈ្លានពានយើងណាហើយយើងការស្ងាត់ស្ងៀមរបស់យើងមិនមែនយើងចោះចាញ់ទេយើងរក្សាអាយុជីវិតកងទ័ពរក្សាអាយុជីវិតប៉ូលីសប្រជាជនយើងណាទុកឱកាសឲ្យថ្នាក់ដឹកនាំរបស់យើងគាត់ធ្វើការតាមមធ្យោបាយការទូតច្បាប់អន្តរជាតិយើងមិនអាចធ្វើតាមអារម្មណ៍យើងអូវាយទៅបាញ់ទៅសួរណាអ្នកបាញ់ណាអ្នកស្លាប់ប្រជាជនយើងកងទ័ពយើងណាអញ្ចឹងការអត់ធ្មត់ណាការដឹកនាំដោយឆ្លៀវវៃរបស់សម្ដេចចក្រពតីនេះទទួលបានការកោតសរសើរពីប្រធានាធិបតីអាមេរិកដែលសម្ដេចឲ្យតម្លៃជីវិតមនុស្សខ្ពស់ណាស់ព្រោះសភាពការនៅទីនេះផុយស្រួយណាស់បងប្អូនខ្ញុំនៅមួយខែអត់ទៅណាទេតិចទៀតចេញទៅទៀតហើយខ្ញុំមកងូតទឹកមួយផ្លែតត្រឡប់ទៅវិញដេកយប់នឹងនៅព្រៃច័ន្ទជាមួយបងប្អូនយើងរស់យប់មួយអ្នកសារព័ត៌មានយើងណាផុយស្រួយណាស់ចឹងហើយបានខ្ញុំសរសើរអាដាមប៉ាន់ខែមន្ថនសរសើរអាដាមអ៊ុំរិត្រីណានឹងបងប្អូនមន្ត្រីពាក់ព័ន្ធមួយចំនួនទៀតពួកគាត់ខំណាស់ធ្វើយ៉ាងណាបញ្ជានៅសភាពការកុំឲ្យប្រឈមដាក់គ្នាដោយអាវុធហើយបើយើងធ្វើតាមអារម្មណ៍ពួកយើងចង់ណាដាក់ទៅវាមិនស្រួលទេបងប្អូនតើតើបងប្អូនមកដល់ទីនេះបានបងប្អូនយើងដឹងណាហើយខ្ញុំមិនមែនទៅលាក់បាំងព័ត៌មានទេខ្ញុំមកនេះគឺដើម្បីចែករំលែកឲ្យបងប្អូនយើងដឹងទាំងអស់គ្នាបាទសំខាន់បំផុតគឺឲ្យពិភពលោកយើងបានដឹងថាណាថៃកំពុងតែឈ្លានពានយើងថៃនេះកំពុងតែរំលោភលើបទឈប់បាញ់គ្នាណាដូចជាក់ស្ដែងម្សិលមិញរដ្ឋឯកឧត្តមរដ្ឋមន្ត្រីក្រសួងការបរទេសកម្ពុជាយើងអាដាមប្រាក់សុខុនទៅប្រជុំជាមួយនឹងរដ្ឋមន្ត្រីការបរទេសថៃក្រោមការសម្របសម្រួលរបស់ប្រទេសម៉ាឡេស៊ីនិងប្រទេសអាមេរិកក៏ប៉ុន្តែមេភូមិភាគថៃរបស់ថៃបែរជាប្រកាស24ម៉ោងវាយយកប្រាសាទខ្នានិងប្រាសាទតាកបីដែលជាប្រាសាទដូនតារបស់ខ្មែរនៅលើដីខ្មែរហេគឺគេរំលោភលើរបបឈប់បាញ់គ្នាណាគេរំលោភធម្មនុញ្ញអាស៊ានគេរំលោភច្បាប់អន្តរជាតិគេអត់ស្ដាប់ណាបាទអញ្ចឹងក្នុងរដ្ឋាភិបាលថៃនឹងមិនដឹងណាមេណាកោយវាដូចក្តាមដាក់ចង្អេណាបងប្អូនអាកន្លែងហ្នឹងដែលយើងចង់ឲ្យពិភពលោកបានឃើញអាកន្លែងហ្នឹងដែលយើងត្រូវយកមកផ្សាយណាវាដូចក្តាមដាក់ចង្អេអញ្ចឹងឥឡូវយើងមិនដឹងទៅនិយាយមួយណាឲ្យវាត្រូវបាទរដ្ឋមន្ត្រីការបរទេសនិយាយអញ្ចេះចង់ឲ្យបទូបថយភាពតានតឹងស្រាប់តែជីយន្តហោះមកដល់ប្រទេសវិញមេតបវាប្រកាសថា24ម៉ោងទៀតវាយយកប្រាសាទខ្នាប្រាសាទតាកបីឥឡូវបងប្អូនពិចារណាមើលណាបង្កហេតុយើងនេះជាអ្នករងគ្រោះណាយើងចង់ឲ្យយើងចង់បានសុខយើងចង់បានសន្តិភាពយើងអត់ចង់ច្បាំងទេព្រោះយើងច្បាំងឆ្អែតហើយណាយើងច្បាំងឆ្អែតហើយអញ្ចឹងសូមឲ្យបងប្អូនមួយចំនួនដែលមួយថ្ងៃឃើញខមមិនវាយទៅស្លូតម៉េះមិនបាញ់ទៅបាទបាញ់ម៉ោងណាក៏បានដែរបងប្អូនខ្ញុំមកបេះដូងអ្នកបាញ់ខ្ញុំកាន់កាភ្លើង30ឆ្នាំជាងបងប្អូនខ្ញុំតំធ្វើកសែតប្រហែលឆ្នាំនេះទេប៉ុន្តែវាគ្រោះថ្នាក់យើងរួមគ្នាស្ដាប់រាជរដ្ឋាភិបាលស្ដាប់កងទ័ពណាស្ដាប់អាជ្ញាធរយើងអានឹងយើងឈ្នះហើយណាបងប្អូនយើងឈ្នះហើយណាយើងកាន់តែស្ងប់ស្ងាត់យើងកាន់តែឈ្នះឥឡូវឃើញទេគេគម្រាមកំហែងយើងណាថ្ងៃ25កញ្ញាគេថ្ងៃ26កញ្ញាគេថាគេនឹងចូលមកចាប់ប្រជាជនយើងនៅភូមិព្រះច័ន្ទភូមិជោគជ័យថ្ងៃ10គេគម្រាមថាគេនឹងមករុះរើផ្ទះយើងរហូតដល់ថ្ងៃ15ឥឡូវនេះយើងថ្ងៃ13ថ្ងៃនេះណាគឺអត់ហ៊ានទេហើយប្រជាជនយើងគឺអង្គអាចក្លាហាននៅក្នុងផ្ទះនៅក្នុងភូមិឋានរួមគ្នាការពារភូមិឋានអត់ខ្លាចការគម្រាមកំហែងរបស់អាជ្ញាធរថៃឬទាហានថៃទេហើយកងទ័ពជួរមុខរបស់យើងគឺជារនាំងការពារប្រជាជនយើងនៅតាមហ្នឹង